Trade dot Facebook គោធ្លាប់តែឃើញវីដេអូគេធ្វើមើលទៅដូចជាទំនងដល់ហើយជាមួយអាជាក់អញ្ចឹងណាហើយថ្ងៃនេះ admin តនេ admin ទៅផ្សារថាទិញត្រីរ៉ស់យកមកធ្វើប៉ុន្តែអត់មានត្រីរ៉ស់តលេអញ្ចឹងក៏ admin ទិញត្រីក្រហមចំនួន2ក្បាលយកមកធ្វើទៅអញ្ចឹងណាឲ្យវាប្លែកពីគេតិចធ្លាប់គេឃើញគេធ្វើត្រីរ៉ស់យើងធ្វើត្រីក្រហមអញ្ចឹងណាហើយចង់ដឹងថារសជាតិវាយ៉ាងណានិងរបៀបធ្វើយ៉ាងណាសូមតាមដានវីដេអូនេះជាមួយ admin ទាំងអស់គ្នាជាដំបូងគឺយើងលៃលោកគ្រឿងផ្សំវាក៏ដូចជាធ្វើត្រីឲ្យយើងស្អាតអញ្ចឹងណាហើយគ្រឿងផ្សំរបស់វាគឺមានគល់ក្រៃដេងលឹកក្រូចសើចបូករួមជាមួយបន្លែយើងដាក់ស្ពៃបូកគោក៏បានស្ពៃទឿបន្ថែមទៀតក៏បានដែរហើយ admin អត់បានដាក់ស្ពៃទឿទេអញ្ចឹងក៏ទិញផ្សិតយកមកដាក់ថែមហើយផ្សិតយើងអាចដាក់ផ្សិតប្រភេទមួយនេះក៏បានផ្សិតម្ជុលក៏បានហើយបើយើងបានផ្សិតតាក់ទងជាមួយផ្សិតចំបើងគឺរឹតតែអែមតែម្ដងហើយយើងចិតវាចំណិតអញ្ចឹងមកហើយយើងកុំភ្លេចគ្រឿងផ្សំមួយទៀតឲ្យវាឈ្ងុយគឺស្លឹកខ្ទឹមយើងហ្នឹងបងប្អូនហើយយើងចិតវាអីរួចរាល់អស់យើងចាប់ដើមយកត្រីដែលយើងបានធ្វើស្អាតរួចអស់ហើយយើងយកមកឆោតវាជាចំណូតអញ្ចឹងមកដើម្បីឲ្យយើងយកទៅប្រឡាក់ទឹកសោះវាដើម្បីចំហុយហ្នឹងឲ្យវាចូលជាតិបន្ទាប់ពីយើងរៀបចំទុកដាក់សពគ្រប់អស់ហើយយើងរៀបចំបន្លែទុកម្ដុំហើយក៏ដូចជាត្រីហើយត្រីគឺយើងយកមករៀបប្រភេទចេះមកដើម្បីងាយស្រួលយើងប្រឡាក់ទឹកសោះវាអញ្ចឹងណាហើយទឹកសោះវាគឺយើងធ្វើប្រភេទងាយទេគឺយើងដាក់ម្សៅស៊ុបខ្នុរចំនួន2ស្លាបព្រាស្ករប៊ីចេងចំនួន2ស្លាបព្រាក៏ដូចជាទឹកស៊ីអ៊ីវហើយទឹកស៊ីអ៊ីវគឺយើងដាក់ទឹកស៊ីអ៊ីវប្រភេទនេះក៏បានដាក់ទឹកស៊ីអ៊ីវខាប់ក៏បានដែរហើយมันអាចភ្លេចបានគឺទឹកប្រេងខ្យងគឺដើរតួសំខាន់ជាងគេហើយយើងក្លុកវាឲ្យវាចូលជាតិគ្នាសិនទៅមុននឹងយើងយកមកប្រឡាក់មួយត្រីហើយយើងរៀបចំសម្ភារៈយើងគ្រប់គ្រាន់អស់បានយើងប្រឡាក់ត្រីអញ្ចឹងណាហើយប្រឡាក់ត្រីគឺមិនភ្លេចទេគឺមើមខ្ទឹមដាក់ដើម្បីអីដើម្បីឲ្យវាឈ្ងុយរាប់ជាបន្លែមួយដែរអញ្ចឹងណាយើងឥឡូវចាប់ដើមប្រឡាក់វាច្បល់វាឲ្យវាចូលសពគ្រប់អញ្ចឹងទៅយើងច្បល់វាធ្វើម៉េចឲ្យសពហើយយើងញាត់គ្រឿងក្រៅវាចូលពោះត្រីឲ្យនេះទៅហើយបន្ទាប់ពីយើងប្រឡាក់រួចរាល់យើងប្រអាប់ត្រីទុកមកបន្ទុះសិនពី5ទៅ10នាទីហើយយើងងាកមកធ្វើទឹកជ្រលក់យើងសិនហើយទឹកជ្រលក់យើងគឺយើងធ្វើជាមួយនឹងទឹកត្រីកកង់ហើយទឹកត្រីកកង់យើងធ្វើបែបងាយដូចគ្នាពុកម៉ែបងប្អូនប្រហែលជាចេះធ្វើហើយទឹកត្រីកកង់រសជាតិឆ្ងាញ់អញ្ចឹងណាហើយបើយើងជ្រលក់ជាមួយប្រភេទត្រីបែបនេះគឺចូលជាតិគ្នាមែនតើឥឡូវ admin ចាប់ដើមយកត្រីយកមករៀបចូលឆ្នាំងដើម្បីដាក់ចំហុយអញ្ចឹងណាហើយតកតងជាមួយការដុតត្រីហ្នឹងគឺ admin អត់មានឆ្នាំងធំសម្រាប់ចំហុយទេគឺ admin ដាក់ចូលតែម្ដងហើយយើងនេះសល់ទឹកសោះយើងលាយជាមួយបន្លែយើងបន្ថែមទៀតដើម្បីយើងដាក់ចូលក្នុងឆ្នាំងតែមួយឥឡូវ admin ចាប់ដើមរៀបបន្លែរៀបផ្សិតរៀបអីចូលតែមួយទៅដើម្បីយើងចម្អិនតែម្ដងឲ្យវាសពគ្រប់តែម្ដងអញ្ចឹងណាព្រោះកុំឲ្យមាន2 3ដងព្រោះថាយើងអត់មានឆ្នាំងហើយម្ហូបមួយមុខនេះបងប្អូនអាចហូបជាមួយបាយក៏បានឬក៏ជួបជុំជាមួយបងប្អូនអីតនេដាក់អាជាក់តែអែមអញ្ចឹងណាហើយមុខម្ហូបនេះគឺ admin ដាក់ចំហុយហើយគឺចំហុយហើយគឺរងចាំតែឆ្អិនយើងអាចរើទីតាំងទៅកន្លែងវាស្រែថ្មីមួយកន្លែងទៀតហើយឥឡូវយើងចាប់ដើមឆ្អិនហើយអញ្ចឹងណាហើយបន្ទាប់ពីយើងចំហុយគឺតែឆ្អិនហើយឥឡូវម្ចាស់ផ្ទះគាត់ចាប់ដើមរៀបចំឲ្យបានដែរគាត់ធ្វើប្រឡាក់យើងធ្វើគ្រឿងក្រៅហ្នឹងណាមានអ្នកអង្គុយចាំមានអីចឹងទៅហើយទីតាំងថ្មីនេះគឺអត់ឆ្ងាយពីរង្វង់មូលឆ្នាំងដីយើងប្រហែលដែរទេគឺយើងនៅផ្លូវចូលទៅភ្នំចំពុះយើងនេះអញ្ចឹងណាបងប្អូនអ្នកកំពុងឆ្នាំងប្រហែលជាស្គាល់ឬក៏អ្នកជ្រៃបាក់អ្នកប្រៃខ្មែរប្រហែលជាស្គាល់ទីតាំងមកកន្លែងនេះហើយទីតាំងមកកន្លែងនេះយើងចូលមិនជ្រៅប្រហែលទេគឺនៅចិត្តផ្លូវជាតិលេខ5យើងដែរទេអញ្ចឹងណាហើយយើងឥឡូវ admin មកដល់ទីតាំងហើយយើងកំពុងរៀបចំថាដាក់តាណាអីតាណីអញ្ចឹងណាព្រោះអត់បានយកកៅអីយកអីមកទេមានតែកាទេលទេសារនេះគឺអត់មានដាក់កៅអីដាក់អីដូចសារមុនទេហើយឥឡូវយើងមកជុំគ្នាអស់ហើយយើងរៀបចំបដាហើយដំបូងឡើយគឺយើងដាក់មួយបាយសិនដោយសារអីពីព្រឹកគឺមួយអត់បានហូបបាយទេអញ្ចឹងគឺយើងអាចដាក់បាយឲ្យទ្របពោះសិនមុនដាក់ជាក់អញ្ចឹងណាហើយមួយដោយសារយើងទំធ្វើលើកទី1មកអូមើលទៅអែមមែនតើរសជាតិមិនចាញ់គេធ្វើហ្មងនេះគឺឆ្ងាញ់ហើយវីដេអូរបស់ admin គឺសខេបទេគឺអត់វែងខ្លាំងទេគឺ admin ធ្វើកាត់ហើយក៏សូមខន្តីអភ័យទោសទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នារាល់ពាក្យពេចន៍ពាក្យសម្ដី admin និយាយទៅក៏ឯងរមានពាក្យខុសឆ្គងទាស់កន្លែងណាក៏សូមខន្តីអភ័យទោសហើយវីដេអូរបស់ admin គឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាសូមអរគុណសូមជម្រាបលា